បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់ Smart Link Gaming ថ្ងៃនេះយើងវិលត្រឡប់មកសាជាថ្មីក្នុងវីដេអូ Game Minecraft វីដេអូនេះតពីវីដេអូមុនអ្នកគ្នាចង់យើងមកធ្វើការតសាច់រឿងយើងទាំងអស់គ្នាទៅហ្នឹងហើយវីដេអូមកខ្ញុំបានព្យាបាលអ្នកភូមិឲ្យពីសម័យមកខ្លះជាអ្នកភូមិយើងអញ្ចឹងអ្នកគ្នាគឺពីចំនួន2ក្បាលហ្នឹងហើយអ្នកគ្នាបន្ទាប់ពីយើងព្យាបាលមកគឺថាសម័យវិញហ្នឹងឥឡូវខ្លះជាអ្នកភូមិរបស់យើងហើយហ្នឹងហើយអ្នកគ្នាមុននឹងធ្វើការប្រឡែង villager ទាំងពីរនាក់ហ្នឹងយើងធ្វើការទៅរៀបចំឲ្យវ៉ាវ៉ាន់ដាក់ឲ្យពួកវាធ្វើការទាំងពីរទៅដើម្បីឲ្យ villager ទាំងពីរហ្នឹងវាកើតកាន់តែច្រើនភូមិយើងកាន់តែធំអ្នកគ្នាយើងធ្វើការយកឲ្យវ៉ាវ៉ាន់ទៅឲ្យវាទៅដើម្បីពួកវាបង្កើតគ្នាតអញ្ចឹងអ្នកគ្នារបស់ដែលយើងឲ្យវាគឺនំប៉័ងអ្នកគ្នាយើងធ្វើការក្រាស់ឲ្យវាទៅដើម្បីឲ្យវាបង្កើតកូនបង្កើតចៅតទៀតធ្វើឲ្យអ្នកភូមិយើងកាន់តែច្រើនទៅអញ្ចឹងអ្នកគ្នាហ្នឹងអ្នកគ្នាបើពេញចិត្តវីដេអូនេះកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំមួយផងដោយសារតែយើងដាច់ភាគរៀងយូរដែរអ្នកគ្នាសារតែមានបញ្ហាខ្ញុំរវល់តិចតួចអញ្ចឹងទៅបានធ្វើវីដេអូតអញ្ចឹងអ្នកគ្នាហ្នឹងអ្នកគ្នាហើយកន្លែងនេះយើង happy ការដែលយើងទៅយកពីអ្នកទៅមកលើកមុនអ្នកគ្នាតែឡើយយើងក៏មកខ្វល់ពីវាយើងមកធ្វើការដាក់ការងារឲ្យអ្នកភូមិធ្វើទាំងអស់គ្នាទៅណាហើយបន្ទាប់ពីដាក់នេះមកដោយសារតែវារៀងជប់ដែរខ្ញុំគួរធ្វើការចូលមកដីសិនទៅណាដើម្បីឲ្យវា skip ជប់ដើម្បីឲ្យយើងចាប់បានទៅបលែង village យើងអញ្ចឹងអ្នកគ្នាមុននឹងយើងដេកយើងធ្វើការដូរទ្វារដាក់ទ្វារដៃសិនទៅអ្នកគ្នាដើម្បីកុំឲ្យអ្នកភូមិធ្វើការឡើងមកដេកនៅលើផ្ទះយើងអញ្ចឹងអ្នកគ្នាព្រោះយើងមានផ្ទះបែងចែកឲ្យអ្នកភូមិយើងនៅហើយអញ្ចឹងកុំឲ្យវាមកនៅលើផ្ទះយើងធ្វើការដាក់ទ្វារដៃទៅអ្នកគ្នាបន្ទាប់ពីយើងដេកហើយយើងធ្វើការទៅដូរទ្វារទាំងអស់គ្នាទៅដើម្បីដូរទ្វារនឹងចាស់ចេញដាក់ទ្វារដៃឲ្យរៀងអែមជាងមុនអញ្ចឹងអ្នកគ្នាតែឥឡូវយើងទៅយកអីវ៉ាន់ទៅឲ្យអ្នកភូមិទៅយើងមាននំប៉័ង32ដុំដែរអ្នកគ្នាដើម្បីចែកឲ្យអ្នកភូមិដើម្បីឲ្យវាបង្កើតកូនបង្កើតចៅឲ្យយើងកាន់តែច្រើនអញ្ចឹងដើម្បីឲ្យភូមិយើងកាន់តែធំទៅអញ្ចឹងគ្នាតោះឥឡូវយើងធ្វើការបោះនំប៉័ងឲ្យអ្នកភូមិយើងទៅអ្នកគ្នាមុននឹងយើងប្រឡែងវាអញ្ចឹងអ្នកគ្នាចែកឲ្យវាម្នាក់ពាក់កណ្ដាលទៅដើម្បីឲ្យវាផលិតកូនចៅយើងឲ្យបានច្រើនយ៉ាងអ្នកគ្នាបន្ទាប់ពីបោះរបស់របរឲ្យវាហើយយើងធ្វើការដោះលែងវាទៅឲ្យវាធ្វើការងារវារៀងខ្លួនទៅដើម្បីឲ្យយើងងាយស្រួលយើងធ្វើការងារផ្សេងអញ្ចឹងអ្នកគ្នាហ្នឹងអ្នកគ្នាហើយនេះ happy ការដែលយើងទៅចាប់ពី nether ថ្ងៃមុនអ្នកគ្នាយើងយកមកពី nether មកថ្ងៃមុនឥឡូវវាធំអីហ្នឹងហើយអ្នកគ្នាដើម្បីកុំឲ្យវារត់យើងធ្វើការយកខ្សែទៅចាប់ចងវាអញ្ចឹងអ្នកគ្នាកុំឲ្យវាហោះតាណាត្នេកបាត់អញ្ចឹងទៅណាមួយយើងមាន name tag ដែរអ្នកគ្នាយើងធ្វើការដាក់ទៅកុំឲ្យវាបាត់អញ្ចឹងអ្នកគ្នាហ្នឹងហើយគេថាខ្ជូតមែនតើhappy ការអញ្ចឹងអ្នកគ្នាខ្ញុំធ្វើការដាក់ឈ្មោះវាតិចទៅខ្ញុំចង់ដាក់ឈ្មោះវាដាក់ឈ្មោះ boy អញ្ចឹងអ្នកគ្នាហ្នឹងហើយយើងធ្វើការចងវាទៅមុននឹងយើងដាក់ឈ្មោះវាយើងដាក់ឈ្មោះវាទៅយើងស្នុកហៅឈ្មោះវាអញ្ចឹងដាក់ឈ្មោះ boy អញ្ចឹងទៅដើម្បីយើងចាំវាតិចទៅអ្នកគ្នាដល់បើវាតិចធំយើងធ្វើការដើរអីលេងពិបាកអ្នកគ្នាគឺយើងហោះដើម្បីយើងខ្ជិលដើរអញ្ចឹងអ្នកគ្នាហើយនេះអ្នកភូមិរបស់យើងអ្នកគ្នាហើយដូចជាអ្នកធ្វើស្រែចកាអ្នកគ្នាធ្វើចកាអញ្ចឹងអ្នកគ្នាយើងមើលវាតិចទៅហើយម្នាក់ទៀតនេះដូចជាអ្នកចំអិនសាច់អ្នកគ្នាយើងមើលវាតិចទៅនេះគេថាវាលក់សាច់មាន់អ្នកគ្នាដូរលក់សាច់មាន់ដូរជាមួយអេមរ៉អញ្ចឹងអ្នកគ្នាតែឥឡូវយើងកុំខ្វល់ពីវាយើងឲ្យវាធ្វើអីទៅយើងទៅធ្វើការងាររបស់យើងបន្តទៀតទៅហ្នឹងអ្នកគ្នាដោយសារតែខ្ញុំលេង villager មកអញ្ចឹងខ្ញុំអត់បានបិទអាកន្លែងនេះយើងធ្វើការបិទវាទៅកុំឲ្យវាប្រហោងអញ្ចឹងវាអត់ខកមើលអ្នកគ្នាហ្នឹងអ្នកគ្នាបន្ទាប់ពីយើងដើរឆែកផ្ទះអ្នកភូមិទៅដើម្បីឲ្យកុំឲ្យមាន zombie spawn នៅហ្នឹងអញ្ចឹងអ្នកគ្នាតែកាលណាវាមាន zombie spawn វាវាយ villager យើងពីរនាក់នឹងងាប់ទៅយើងអត់មាន villager ណាទៅដាក់ទេអ្នកគ្នាអញ្ចឹងយើងធ្វើការឆែកវាអស់ទៅហើយអនាគតទៅភូមិនេះខ្ញុំបង្កើតបន្តទៀតអ្នកគ្នាយើងធ្វើផ្ទះដើម្បីឲ្យវាច្រើនឲ្យភូមិធំទៅអ្នកគ្នានេះអ្នកគ្នាវាមកធ្វើការយើងធ្វើការបោះក្របឲ្យវាយកទៅដាំធ្វើដំណាំបន្ថែមទៅតែយើងបោះវាទៅតាទីវាយកអ្នកគ្នាហ្នឹងអ្នកគ្នាយើងធ្វើការទៅយកដំណាំបន្ថែមបោះឲ្យអ្នកភូមិទៅហើយយើងចង់បង្កាត់ជប់បន្ថែមដើម្បីកុំឲ្យវាខ្វះស្បៀងអញ្ចឹងអ្នកគ្នាដោយសារតែជប់ហ្នឹងជាស្បៀងចម្បងរបស់យើងអ្នកគ្នាដោយសារយើងអត់ទាន់មានគោយើងអត់ទាន់មានជាមទេអ្នកគ្នាហើយយើងទៅបង្កាត់វាបន្ថែមឲ្យវាច្រើនទៅដើម្បីយើងចេញដើរឲ្យ floor ម្ដងកុំឲ្យវាខ្វះស្បៀងអញ្ចឹងអ្នកគ្នា
ដោយសារតែយើងបង្កើតហើយដោយសារតែវាជប់ដែរយើងធ្វើការចូលដេកចឹងទៅអ្នកនាងមុននឹងយើងចូលដេកយើងដើរមើលទេអ្នកភូមិអស់សិនទៅនឹងដឹងថាវាចូលដេកហើយឬនៅអញ្ចឹងអ្នកនាងពួកអីយើងចេះតែការពារវាទៅអ្នកនាងពួកអីខ្លាចវាងាប់ខ្លាចវាអីទៅយើងពិបាកទៅចាប់មកសាជាថ្មីចឹងហ្នឹងអ្នកនាងឃើញថាវានៅមានសុខភាពល្អទេដោយសារតែវាចូលដេកចូលអីអញ្ចឹងអ្នកនាងយើងធ្វើការចូលដេកដែរទៅដើម្បី skip ជប់កុំឲ្យមានមកពី spawn ក្នុងផ្ទះយើងអញ្ចឹងអ្នកនាងហ្នឹងហើយបន្ទាប់ពីភ្លឺយើងមកធ្វើការងារយើងបន្តទៀតទៅហើយនេះអ្នកគ្នាពេលផឹកចឹងអ្នកភូមិវាចេញមកធ្វើការរៀងខ្លួនអ្នកគ្នាតែទីទៅវាកាច់កូនកាច់ចៃវាកាន់តែភូមិយើងកាន់តែធំទៅអ្នកគ្នាហើយថងនេះខ្ញុំតែសារថាអ្នកភូមិវាធ្វើការជានឹងឃើញអាខ្មោចតាក់នេះយើងមកកាប់វាទៅកុំឲ្យវាវាយអ្នកភូមិចឹងអ្នកគ្នាតែសារថាអ្នកភូមិយើងធ្វើការជានឹងដែរខ្លាចវាវាយទៅមានគ្រោះថ្នាក់ដល់អ្នកភូមិយើងចឹងអ្នកគ្នាយើងធ្វើការមើល map ទាំងអស់គ្នាទៅដើម្បីយើងចង់ដឹងថាយើងចង់បើក map ទៅខាងណាបន្ថែមអញ្ចឹងណាអ្នកគ្នានេះអ្នកគ្នាhappy យ៉ាយើងគឺថាឃើញវាធំហើយអ្នកគ្នាយើងអាចជិះវាបានហើយយើងទៅផលិតរបស់ដែលអាចជិះវាបានទាំងអស់គ្នាទៅនេះអ្នកគ្នាដើម្បីយើងអាចក្រាស់វាបានយើងត្រូវការស្បែកគោ3កញ្ចក់2និងស្បែកឈាម1អ្នកគ្នាដោយសារតែយើងអត់មានស្បែកឈាមហើយនឹងកញ្ចក់ទេអ្នកនាងយើងធ្វើការផលិតកាត់ត្រីដើម្បីទៅរកកាត់ស្បែកឈាមបន្តអញ្ចឹងអ្នកនាងដោយសារយើងអត់មាននៅក្នុងស្តុកទេហើយណាមួយខ្ញុំក៏អត់ទាន់បានធ្វើកន្លែងចំឈាមដែរអ្នកនាងតោះឡើយយើងមកធ្វើការផលិតកាត់ត្រីទាំងអស់គ្នាទៅដើម្បីទៅរកឈាមដែលចិត្តនឹងឲ្យវា spawn អញ្ចឹងអ្នកនាងតាមបន្ទាប់ពីយើងផលិតបានយើងធ្វើការចេញដំណើរទៅរកស្បែកឈាមទាំងអស់គ្នាទៅដោយសារតែខ្ញុំអត់បានចាំវាអញ្ចឹងយើងធ្វើការទៅរកវារៀងឆ្ងាញ់ទៅដោយសារចិត្តផ្ទះយើងដល់ពេលដែលយើងមកនៅត្បូងធ្វើការកាប់វាទៅធ្វើជាចំណែកឲ្យអ្នកនាងអញ្ចឹងវាអត់មាន spawn ទៀតអញ្ចឹងអ្នកនាងតើយើងចេញដំណើរទៅទាំងអស់គ្នាទៅហ្នឹងអ្នកនាងបើសិនជាអ្នកនាងពេញចិត្តវីដេអូនេះកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតអញ្ចឹងអ្នកនាងហើយបន្ទាប់ពីយើងដើរមកឆ្អែតមកយើងធ្វើការជួបសេះអ្នកនាងខ្ញុំចង់បានសេះទៅជីដែរដោយសារតែយើងជិលដើរអញ្ចឹងអ្នកនាងហើយខ្ញុំអត់បានដាក់ខ្សែមកទៀតអញ្ចឹងយើងចាំពេលក្រោយចាំមកចាប់វាសាជាថ្មីអ្នកនាងហើយជាមមិនដឹងនៅប្រឡោះណានេះបន្ទាប់ពីដើរឆ្អែតមកនេះយើងឃើញជាម2ក្បាលនៅវា spawn នៅចិត្តហ្នឹងហើយហ្នឹងអ្នកនាងសម្រាប់ជាម2ក្បាលនេះខ្ញុំអត់សម្រាប់វាទេដោយសារតែយើងចង់ទុកវាធ្វើពូជអញ្ចឹងអ្នកនាងដល់ពេលដែលយើងធ្វើត្រង់ជាមហើយអីហើយយើងធ្វើការអូសវាទៅប្រកាត់ឲ្យវាបានច្រើនអញ្ចឹងអ្នកនាងព្រោះថាជាមនេះគឺយើងត្រូវការច្រើនអ្នកនាងដើម្បីយើងយកវាទុកផលិតធ្វើខែធ្វើអីអញ្ចឹងអ្នកនាងបន្ទាប់ពីយើងកាត់ជាហុំឈាមហើយយើងមកធ្វើការជីកខ្សាច់ម្ដងដើម្បីយើងយកទៅផលិតជាកញ្ចក់អញ្ចឹងអ្នកនាងយើងជីកខ្សាច់នេះយកទៅដុតទៅដើម្បីឲ្យវាកើតជាកញ្ចក់អញ្ចឹងដើម្បីយើងផលិតឲ្យបានដែរសម្រាប់ជីhappy យ៉ាយើងអញ្ចឹងអ្នកនាងយើងធ្វើការដាក់ដុតអីហើយយើងធ្វើការទៅក្រាស់វាទាំងអស់គ្នាទៅដើម្បីយើងបញ្ញាប់ពីជីវាដែរអ្នកនាងដោយសារតែយើងដើររៀងយូរដែរយើងធ្វើការផលិតវាទៅបន្ទាប់ពីផលិតបានយើងធ្វើការពាក់វាទាំងអស់គ្នាទៅបន្ទាប់ពីពាក់បាននេះធ្វើការជីតេស្តទាំងអស់គ្នាទៅដើម្បីចង់ដឹងថាវាអែមប៉ុណ្ណាថាឡើយយើងប្លែងប្របាក់ដើរដូចមុនហើយហ្នឹងខ្ញុំភ្លេចប្រាប់ទាំងគ្នាហើយខ្ញុំបានដាក់ឈ្មោះវាដាក់ឈ្មោះអាបយអញ្ចឹងអ្នកនាងដើម្បីយើងងាយស្រួលហៅវាអញ្ចឹងតោះឥឡូវយើងធ្វើការតេស្តវាទាំងអស់គ្នាទៅចង់ដឹងថាវាអែមប៉ុណ្ណាអញ្ចឹងអ្នកនាងតោះឥឡូវយើងធ្វើការហោះវាតិចទៅដើម្បីចង់ដឹងថាវាស្អាតប៉ុណ្ណាអញ្ចឹងអ្នកនាងវាស្រួលប៉ុណ្ណាអញ្ចឹងអ្នកនាងប៉ុន្តែយើងមិនពិបាកដើរកាត់ភ័យកាត់អីទេអ្នកនាងយើងធ្វើការហោះវាសាកទៅតេស្តវាទៅចង់ដឹងថាវាអែមប៉ុណ្ណាអញ្ចឹងអ្នកនាងហ្នឹងហើយហើយនៅវីដេអូក្រោយខ្ញុំធ្វើការបើក map ទៅមកជារៀងទៀតអញ្ចឹងដើម្បីយើងរកអីវ៉ាន់បន្ថែមអញ្ចឹងអ្នកនាង